ដកដួលចិត្តបញ្ចប់ស្នេហ៍77ឆ្នាំស៊ូវិសាបង្ហាញស្នាមមេដៃលេងលះលោកថមមីជាស្ថាពរត្រឹមពាក្យថាមិនចោះសំរងស្នាមថ្នាំពណ៌ក្រហមចាប់មេដៃដើរចេញពីសាលាដំបងរាជធានីភ្នំពេញទាំងទឹកមុខក្រៀមក្រំរូបភាពមួយសន្លឹកនេះបានធ្វើឲ្យមហាជននិងអ្នកគាំទ្ររាប់សែនអ្នកកកស្ទះបេះដូងស្នេហាដែលធ្លាប់តែផ្អែមល្ហែមដោយប្រឡោមលោករហូតដល់សម័យខ្លួនធ្លាប់ពោលពាក្យថាខ្លួនជានារីដែលមានសំណាងបំផុតនៅលើโลกពេលនេះត្រូវបានរលាយសាយភាយត្រឹមមួយប្រពេចភ្នែកតែមានរឿងអ្វីកើតឡើងពិតប្រាកដនៅពីក្រោយការផ្ដាច់មេដៃលេងលះគ្នាយ៉ាងតន់ហន់រវាងតារាចម្រៀងស្រីស៊ូវិសានិងលោកថមមីសូមស្វាគមន៍ប្រិយមិត្តពុកម៉ែបងប្អូនទាំងអស់គ្នាមកកាន់ Channel Nika Info និង Page Idol TV News ជួបជាមួយនាងខ្ញុំម៉ារីនៅក្នុងកម្មវិធីព័ត៌មានសិល្បៈនិងជីវិតសង្គមប្រិយមិត្តជាទីមេត្រីនៅវេលាម៉ោង 7:07 យប់ថ្ងៃទី 18 ខែសីហាឆ្នាំ 2026 នេះព័ត៌មានដ៏ក្តៅគគុកមួយបានផ្ទុះឡើងពេញបណ្ដាញសង្គមធ្វើឲ្យមហាជននិងអ្នកសិល្បៈរួមអាជីពមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងតារាចម្រៀងប្រចាំផលិតកម្មធំស៊ូវិសាបានបញ្ចេញរូបភាពខ្លួនឯងដើរចេញពីសាលាដំបងរាជធានីភ្នំពេញជាមួយនឹងស្នាមមេដៃជាប់ទឹកថ្នាំពណ៌ក្រហមដែលជាផុសតាងនៃកិច្ចព្រមព្រៀងលែងលះជាផ្លូវការជាមួយអតីតស្វាមីគឺលោកប៊ុនថលប៊ុនថងហៅថមីតារាចម្រៀងស៊ូវិសាបានចេញសារប្រកាសជាសាធារណៈទាំងទឹកមុខក្រៀមក្រំស្ងាត់ស្ងាត់ថានាងខ្ញុំសូមប្រកាសជាសាធារណៈនាងខ្ញុំស៊ូវិសាសូមជម្រាបជូនថានៅថ្ងៃទី 18 ខែសីហាឆ្នាំ 2026 នេះនាងខ្ញុំនិងអតីតស្វាមីលោកប៊ុនថលប៊ុនថងហៅថមីបានសម្រេចលែងលះគ្នាជាស្ថាពរតាមការព្រមព្រៀងតាមផ្លូវច្បាប់នៅសាលាដំបងរាជធានីភ្នំពេញចាប់ពីថ្ងៃនេះតទៅយើងទាំងពីរមិនមានទំនាក់ទំនងក្នុងនាមជាប្តីប្រពន្ធតទៅទៀតឡើយមូលហេតុរស់នៅមិនចោះសម្រុងនឹងគ្នាហើយយើងសម្រេចដើរតាមផ្លូវរៀងខ្លួនដោយសន្តិភាពដោយការគោរពនិងមិនមានការចងគំនុំនឹងគ្នាទេនាងខ្ញុំសង្ឃឹមថាបងប្អូនមេត្តាគោរពតាមការសម្រេចចិត្តរបស់យើងនិងសូមអរគុណចំពោះការស្រឡាញ់និងគាំទ្រកន្លងមកក៏សូមគោរពអរគុណដល់បងប្រុសមេធាវីអង្គសុវណ្ណរាដែលបានជួយសម្រាប់សម្រួលរឿងក្តីនាងខ្ញុំបញ្ចប់ដោយសន្តិវិធីដោយក្តីគោរពពីនាងខ្ញុំស៊ូវិសាដែលឡែកនៅថ្ងៃដដែលនោះបើងាកមកមើលលោកថមីវិញលោកបានបង្ហោះរូបភាពអមដោយសារមួយឃ្លាយ៉ាងស៊ីចម្រៅដោយគ្មានវត្តមានស៊ូវិសានៅក្បែរនោះឡើយរូបភាពនោះគឺជាស្នាដៃថត selfie របស់កូនស្រីច្បងចេនីដែលថតរូបលោកនិងកូនប្រុសតូចលោកថមមីបានសរសេររៀបរាប់ថាក្តីស្រឡាញ់មិនអាចប្រែនិងគ្មានអ្វីកាត់ថ្លៃបានបេះដូងប៉ាប៉ាទាំងទ្វេទី 18 ខែ 8 ឆ្នាំ 2026 ស្នាដៃថតរូប selfie របស់កូនស្រីចេនីមិនអន់មែនថតរូបប៉ាប៉ានិងប្អូនឡើងស្អាតប្រិមិត្តប្រហែលជាចាំបានថារឿងរ៉ាវបែកបាក់នេះមិនមែនទៅតែផ្ដើមឡើងនៅក្នុងថ្ងៃនេះនោះទេប្រសិនបើយើងក្រឡេកទៅមើលកាលពីថ្ងៃទី 10 ខែឧសភាឆ្នាំ 2026 ស៊ូវិសាធ្លាប់បានបង្ហោះសារដ៏គួរឲ្យភ្ញាក់ផ្អើលម្ដងរួចមកហើយថាខែថ្មីនេះខ្ញុំកំពុងតែត្រៀមខ្លួនក្លាយជាមេម៉ាយហើយព្រោះហត់នឿយនឹងជីវិតមានប្តីដូចអត់ប្តីណាស់កាលនោះលោកថមមីក៏បានតបវិញដោយស្វែងរកផ្លូវស្ងប់ចិត្តក្នុងព្រះធម៌និងស្វែងរកកន្លែងធ្វើវិបស្សនាប៉ុន្តែភ្លាមនៅថ្ងៃទី 11 ខែឧសភាពលគឺតែមួយថ្ងៃក្រោយមកស៊ូវិសាបានចេញមុខសុំទោសសាធារណជននិងបញ្ជាក់ថានាងនិងប្តីមិនបានលែងលះគ្នាទេដោយសារតែមានការអន្តរាគមន៍និងសម្រុះសម្រួលពីសំណាក់ចាស់ទុំនិងឪពុកម្ដាយទាំងសងខាងតែជាអកុសលជីវិតអាពាហ៍ពិពាហ៍ដែលព្យាយាមជ្រុំជ្រែងឡើងវិញនោះមើលទៅដូចជាក្រដាស់ខ្ចប់ភ្លើងរស់នៅជាមួយគ្នាបានតែ 2 ខែប៉ុណ្ណោះទីបំផុតចំនួនក្នុងគ្រួសារនិងភាពមិនចុះសម្រុងគ្នាក៏បានរុញច្រានពួកគេឲ្យមកដល់ចំណុចបញ្ចប់ដ៏ជូរចត់តាមផ្លូវតុលាការនៅថ្ងៃនេះសូមរំលឹកផងដែរថាស៊ូវិសានិងលោកថមមីបានដឹកដៃគ្នាកាន់ផ្កាស្លារៀបអាពាហ៍ពិពាហ៍យ៉ាងអធិកអធមកាលពីថ្ងៃទី 28 ខែវិច្ឆិកាឆ្នាំ 2019 ក្នុងរយៈពេលនៃចំណងស្នេហា7 ឆ្នាំមកនេះពួកគេទទួលបានចំណងដៃកូនប្រុសស្រីចំនួន 2 នាក់គឺកូនស្រីទី 1 ឈ្មោះថងសាម៉ូលីណាហៅចេនីអាយុជាង 5 ឆ្នាំនិងកូនប្រុសទី 2 ឈ្មោះថងសាដារ៉ាពិសិដ្ឋហៅចននីអាយុ 1 ឆ្នាំកាលពីចុងឆ្នាំ 2019 ស៊ូវិសាតែង
តែពលពាក្យពេញដោយក្តីសោកថានាងជានារីដែលមានសំណាងបំផុតនៅលើលោកព្រោះស្វាមីថ្នាក់ថ្នមនាងដូចជាព្រះនាងចាំពេលដែលលោកថមមីក៏ធ្លាប់បានសន្យាថានឹងស្រឡាញ់ប្រពន្ធកូនអស់មួយជីវិតពួកគេទាំងពីរជាគូស្នេហ៍សិល្បៈដែលជោគជ័យទាំងអាជីពចម្រៀងនិងការរកស៊ីរហូតមានជីវភាពធូរធារនិងមានមុខមាត់ក្នុងសង្គមប៉ុន្តែនៅក្នុងវ័យ33ឆ្នាំស៊ូវីសាត្រូវធ្លាក់ខ្លួនជាស្ត្រីមេម៉ាយកូនពីរទាំងអាឡ័យប្រិមិត្តទស្សនិកជនជាទីមេត្រីដល់ចំណុចនេះនាងខ្ញុំសូមធ្វើការរំលឹកនិងវិភាគស៊ីចម្រៅបន្តិចទៅលើប្រធានបទដ៏ក្តៅកគុកមួយនេះពាក្យថារស់នៅមិនចោះសម្រងគ្នាគឺជាបាវចនាទូទៅដែលគូស្វាមីភរិយាតែងតែប្រកាសនៅពេលដែលបែកបាក់ប៉ុន្តែនៅពីក្រោយពាក្យមួយឃ្លានេះគឺជាទម្ងន់ធ្ងន់ធ្ងរណាស់សម្រាប់ជីវិតគ្រួសារទី1ការព្យាយាមសម្រោះសម្រួលនិងសម្ពាធនៃពាក្យថាគ្រួសារកាលពីខែឧសភាយើងបានឃើញយ៉ាងច្បាស់ថាស៊ូវីសានិងលោកថមមីបានព្យាយាមតស៊ូម្ដងរួចមកហើយដើម្បីថែរក្សាចំណងអាពាហ៍ពិពាហ៍នេះដោយសារតែមានការសម្រោះសម្រួលពីចាស់ទុំប៉ុន្តែការរស់នៅបន្តដោយសារសម្ពាធចាស់ទុំឬដើម្បីមុខមាត់ដោយគ្មានការកែប្រែឬការយោគយល់គ្នាចេញពីបេះដូងពិតប្រាកដគឺគ្រាន់តែជាការទាញពេលវេលាឲ្យការឈឺចាប់កាន់តែវែងឆ្ងាយប៉ុណ្ណោះរយៈពេល2ខែនៃការប្រឹងប្រែងទីបំផុតបានត្រឹមតែបញ្ជាក់ថារលកធាតុអាកាសនៃចិត្តនិងគំនិតរបស់ពួកគេលែងអាចតភ្ជាប់គ្នានិងបាញ់ដល់គ្នាទៀតហើយទី2សម្ពាធហិរញ្ញវត្ថុមិនមែនជាដំណោះស្រាយនៃសេចក្តីស្រឡាញ់មហាជនជាច្រើនតែងតែគិតថាមានទ្រព្យសម្បត្តិស្ដុកស្ដំជីវភាពធូរធារគឺមានក្តីសុខហើយប៉ុន្តែករណីស៊ូវីសានិងថមមីបានបង្ហាញយ៉ាងច្បាស់ថាលុយកាក់និងភាពជោគជ័យក្នុងមុខជំនួញមិនអាចទិញសុភមង្គលនិងភាពចុះសម្រុងគ្នាក្នុងគ្រួសារបានឡើយស្នេហាត្រូវការយោគយល់អធ្យាស្រ័យនិងការសម្របសម្រួលអាត្មានិយមរៀងៗខ្លួនទី3ការបញ្ចប់ដោយសន្តិវិធីនិងទំនួលខុសត្រូវចំពោះកូនចំណុចដែលគូឲ្យសរសើរនៅក្នុងរឿងនេះគឺទោះបីជាត្រូវបញ្ចប់អាពាហ៍ពិពាហ៍ក៏ដោយប៉ុន្តែអ្នកទាំងពីរបានជ្រើសរើសផ្លូវលែងលះដោយសន្តិវិធីមិនមានការជេរប្រមាថឬចោទប្រកាន់គ្នានៅលើបណ្ដាញសង្គមឡើយសាររបស់លោកថមមីដែលបង្ហោះជាមួយកូននិងសាររបស់ស៊ូវីសាសុទ្ធតែបង្ហាញពីការគោរពដីសម្រាប់ចិត្តរៀងៗខ្លួនកូនទាំងពីរគឺជាជនរងគ្រោះគ្មានទោសពៃនៃចំនួនមនុស្សធំដូច្នេះការបញ្ចប់ដោយសន្តិវិធីនេះគឺជាការដូរល្អបំផុតដែលឪពុកម្ដាយអាចផ្ដល់ឲ្យកូនបានដើម្បីឲ្យពួកគេនៅតែមានអារម្មណ៍ថាមានទាំងប៉ានិងម៉ាក់ស្រឡាញ់ទោះបីជាប៉ាម៉ាក់លែងរស់នៅក្រោមដំបូលផ្ទះតែមួយក៏ដោយទី4ការតស៊ូរបស់ស្ត្រីសម័យទំនើបការក្លាយជាស្ត្រីមេម៉ាយកូនពីរក្នុងវ័យ33ឆ្នាំមិនមែនជាការបញ្ចប់ជីវិតនោះទេនៅក្នុងសង្គមបច្ចុប្បន្នស្ត្រីមានឯករាជ្យភាពទាំងសមត្ថភាពនិងហិរញ្ញវត្ថុស៊ូវីសាគឺជាស្ត្រីខ្លាំងក្លាម្នាក់ដែលហ៊ានប្រឈមមុខនឹងការពិតហ៊ានដើរចេញពីទំនាក់ទំនងដែលធ្វើឲ្យនាងហត់នឿយដើម្បីស្វែងរកភាពស្ងប់ស្ងាត់ក្នុងចិត្តជាចុងក្រោយសូមជូនពរឲ្យអ្នកទាំងពីរអ្នកនាងស៊ូវីសានិងលោកថមមីជួបតែសេចក្តីសុខតាមផ្លូវជីវិតដែលខ្លួនបានជ្រើសរើសហើយសង្ឃឹមយ៉ាងមុតមមថាអ្នកទាំងពីរនឹងនៅតែធ្វើជាឪពុកម្ដាយដ៏ល្អបំផុតសម្រាប់កូនទាំងពីរទៅថ្ងៃអនាគតចាស់ប្រិមិត្តវិញមានយោបល់យ៉ាងណាដែរចំពោះរឿងរ៉ាវមួយនេះសូមបញ្ចេញមតិ comment នៅខាងក្រោមវីដេអូនោះផងកុំភ្លេចចុច like share និង subscribe channel នៃការ info និង follow page Idol TV News ដើម្បីទទួលបានព័ត៌មានថ្មីៗនិងការវិភាគស៊ីជម្រៅជារៀងរាល់